ព័ត៌មានអស្ចារ្យនៅក្នុងប្រទេសសៀមបងប្អូនអរគ្នាការពិព្រឹកមិញនេះនៅវេលាម៉ោង 9:10 ព្រឹកយើងនេះបងប្អូននៅថ្ងៃទី 9 ខែ 6 2026ហ្នឹងនៅក្នុងប្រទេសសៀមភាគខាងត្បូងគឺមានការបន្ទុះគ្រាប់បែកទៀតហើយបងប្អូនណាហើយកាលពី 2 ថ្ងៃមុនហ្នឹងក៏មានការបាញ់ប្រហារធ្វើឲ្យតាហ៊ានសៀមមួយរូបហ្នឹងបាត់បង់ជីវិតដែរតែខ្ញុំម្លាយតវល់អត់ស៊ូខ្លួនបានធ្វើព័ត៌មានហ្នឹងផ្ដល់ជូនបងប្អូនអរគ្នាបានហ្នឹងឥឡូវខ្ញុំភ្ជាប់ព័ត៌មានហ្នឹងជាមួយគ្នាហ្មងទៅបងប្អូនកាលពីថ្ងៃទី 6 ខែ 6 2026ហ្នឹងនៅក្នុងប្រទេសសៀមក៏មានការបាញ់ប្រហារពីខាងក្រុមផ្ដាច់ខ្លួនក្រុមម៉ាឡេយូហ្នឹងបាញ់ប្រហារមកទៅហ៊ានសៀមធ្វើឲ្យបាត់បង់អាយុជីវិតមួយដោយសារតែរបួសធ្ងន់មែនទែនដឹកបញ្ជូនទៅដល់មន្ទីរពេទ្យសង្គ្រោះអត់ទាន់ក៏តៃហោងទៅឥឡូវនេះគឺមានការបំផ្ទុះគ្រាប់បែកតាហ៊ានពីររូបថ្នាក់ធ្ងន់ណារបួសធ្ងន់ហើយនឹងក៏មានប្រជាជនម្នាក់ដែរក៏រងរបួសជាមួយគ្នាចាំមើលតែចំណាត់ការរបស់ពួកយោធាសៀមនឹងវាមានផែនការយ៉ាងណាក្នុងការតតាំងជាមួយនឹងក្រុមផ្ដាច់ខ្លួនម៉ាឡេយូនឹងខ្ញុំសង្ឃឹមថាក្រុមផ្ដាច់ខ្លួនម៉ាឡេយូនឹងងើបធ្វើការងារនេះជោគជ័យដោយសារតែអាសៀមចង្រៃនេះវាកំពុងតែធ្វើបាល់ដៃឬក៏ធ្វើដើម្បីបង្ហាញផ្លូវទៅឲ្យក្រុមដែលព្យាយាមផ្ដាច់ខ្លួនពីវាហើយវាអត់ទទួលស្គាល់តាមច្បាប់អន្តរជាតិដែលគេបានចាត់ចែងរួចហើយវាអត់ទទួលស្គាល់យកផែនទីដែលបារាំងបានកំណត់ជាមួយនឹងស្ដេចសៀមវាចំនួនទី5ដែលវាបាននិយាយថាគឺជាច្បាប់ដែលវាអត់ទទួលស្គាល់ទេអញ្ចឹងក្រុមម៉ាឡេយូអត់ទទួលស្គាល់ដូចគ្នាគឺជារឿងត្រឹមត្រូវហើយបងប្អូនអរគ្នាណាធ្វើទៅណាបងប្អូនក្រុមម៉ាឡេយូណែងើបឈរត្រឹមត្រូវហើយណាដោយសារតែអាសត្វសៀមនេះវាអត់ទទួលស្គាល់តាមច្បាប់អន្តរជាតិទេអញ្ចឹងឯងអាចងើបឈរស្រុះគ្នាបានណាបងប្អូនអរគ្នាព័ត៌មានអញ្ចឹងគឺកើតឡើងក្នុងប្រទេសសៀមរាល់ថ្ងៃថ្ងៃពេកខ្ញុំក៏ខ្ជិលយកមកជម្រាបជូនអញ្ចឹងព័ត៌មាននេះខ្ញុំមួយថ្ងៃពីរថ្ងៃខ្ញុំក៏យកមកគូបគ្នាម្ដងអញ្ចឹងទៅណាបងប្អូនអរគ្នានេះគឺជាមេរៀនដែលសៀមវាកំពុងតែបង្រៀនសត្រូវខ្លួនវាទេវាអត់ព្រមទទួលស្គាល់ច្បាប់របស់អន្តរជាតិខ្លួនឯងដែលជាច្បាប់របស់បារាំងជាអ្នកកាន់កាប់ជាអ្នកពុះចែកទាំងអស់សម្រាប់ក្រុមម៉ាឡេយូពួកគេងើបតតាំងងើបប្រឆាំងនឹងទាមទារផ្ដាច់ខ្លួននេះគឺជារឿងមួយដែលត្រឹមត្រូវដោយសារតែសាក់សៀមនេះវាអត់គ្រប់ច្បាប់អញ្ចឹងក្រុមម៉ាឡេយូមិនចាំបាច់គ្រប់ច្បាប់ទេអ្នកឯងធ្វើត្រឹមត្រូវហើយទាមទារយកទឹកដីរបស់អ្នកឯងទៅវិញណាសម្រាប់ប្រទេសយើងគឺជាទឹកដីរបស់យើងដែលសៀមវាធ្លាប់កាន់កាប់ខុសច្បាប់ហើយវាចង់មកដណ្ដើមនឹងលួចប្លន់ទឹកដីរបស់យើងដែលបារាំងបានសម្រាប់ក្តីនឹងកាត់ក្តីមកឲ្យខាងយើងអស់ហើយណានៅតែវាទទួលខុសត្រូវនៅតែវាទទួលស្គាល់ទៀតអញ្ចឹងហើយសង្ឃឹមថាប្រទេសជុំវិញវានឹងងើបពុះជ្រៀកក្បាលវាឲ្យចេញជា4-5ជំរាកមើលតើមានអន្តរជាតិណាជួយវាព្រោះវាអ្នកប្រកាសខ្លួនឯងថាអត់គោរពច្បាប់អន្តរជាតិណាបងប្អូនពេលថ្ងៃឡាឯពុកសណ្ដានជូនណាเห็นข่าวแบบนี้ในประเทศพวกมึงทุกวันเนาะเป็นข่าวดีนะคะเพราะว่าประเทศพวกมึงไม่ยอมรับศาลโลกนะคะแล้วกูก็หวังว่าประชาชนมาเลยูเขาจะทำสำเร็จนะคะเพราะว่าไม่ต้องคิดอะไรเรื่องกฎหมายอะไรเยอะหรอกเพราะว่าสันดานเดรัจฉานพวกมึงไม่เคารพตามกติกาของศาลโลกใช่ไหมถ้าแบบนี้ก็ประชาชนมาเลยูที่เขากำลังแต่จะประกาศทวงคืนดินแดนของเขา3 จังหวัดนั้นน่ะกูก็หวังว่าเขาจะทำสำเร็จนะคะรวมกับพม่าด้วยนะคะพม่าต้องสู้ๆค่ะเพราะว่าไอ้พวกสันดานโจรเดรัจฉานสยามเสียมเนี่ยมันไม่ยอมรับกติกาศาลโลกหรอกค่ะแบบนี้ก็ดีแล้วนะคะพวกคนทำถูกต้องแล้วก็ตีเขามาเลยนะฉันหวังว่าพม่ารวมกับมาลายูจะทำสำเร็จเรื่องที่พวกคนอยากได้นะคะจัดเลยค่ะเพราะว่าชาติพวกนี้มันชั่วเกินมนุษย์เพราะทุกวันเนี่ยพวกคนไม่เห็นเหรอว่ามันไม่เคารพกติกาศาลโลกกับประเทศของฉันหรอกนี่ก็เป็นทางที่ดีที่มันกำลังแต่เปิดทางให้ทุกคนแล้วนะคะและพวกคนอยากตีเอาบ้านเมืองมันนะก็ไม่ผิดค่ะเพราะว่าประเทศพวกมันไม่เคารพกติกาศาลโลกหรอกค่ะจัดเลยค่ะสู้ๆนะคะ